តាមពិតទៅជាប្រពៃណីនិងតាមទម្លាប់ប្រវត្តិសាស្ត្រជប៉ុនមិនសូវគិតគូរសោះឡើយដល់បណ្ដាប្រទេសដែលនៅឆ្ងាយពីខ្លួននិងនៅឆ្ងាយពីដែនអំណាចរបស់ខ្លួនមិនតែប៉ុណ្ណោះជាប្រពៃណីនិងតាមទម្លាប់ជប៉ុនមិនពិតជាមានដែនអំណាចមានបេសកកម្មឬមានប្រទេសរណបដោយមហាអំណាចដទៃផ្សេងទេក៏គ្មានដែរសហគមន៍ជនជាតិជប៉ុននៅក្នុងលោកលើកលែងទៅនៅសហរដ្ឋអាមេរិកនិងនៅអាមេរិកឡាទីនដូចជានៅប្រេស៊ីលជាដើមប៉ុន្តែបន្តិចម្ដងទីក្រុងតូក្យូបដូរជំហរបដូរពីប្រទេសដែលមិនខ្វាយខ្វល់ពីពិភពលោកមកជាប្រទេសដែលចង់មានមុខមាត់នៅលើឆាកអន្តរជាតិទីក្រុងតូក្យូបដូរជំហរត្បិតចង់បង្កើនតួនាទីរបស់ខ្លួននៅក្នុងពិភពលោកខណៈដែលការគំរាមកំហែងថ្មីបាននឹងកំពុងបន្តកើតឡើងក្រោមបរិបទភូមិសាស្ត្រនយោបាយអន្តរជាតិមួយថ្មីអញ្ចឹងបានជាចាប់ពីចុងទសវត្សរ៍ទី90មកជប៉ុនផ្ដើមអនុវត្តនយោបាយការទូតធម្មពលគោលដៅនៃនយោបាយនេះគឺស្វែងរកធម្មពលនិងរក្សាការពារសន្តិសុខនៃចរាចរណ៍នាវាដែលដឹកធម្មពលពីគ្រប់ជ្រុងជ្រោយពិភពលោកមកកាន់ប្រទេសជប៉ុននយោបាយការទូតធម្មពលនេះថែមទាំងបានធ្វើឲ្យជប៉ុនក្លាយទៅជាប្រទេសផ្ដល់ជំនួយធំជាងគេទៀតផងដល់ប្រទេសជាច្រើននៅមជ្ឈមបូព៌ានិងនៅអាហ្វ្រិកខាងជើងដូចយ៉ាងនៅហ្ស័រដានី អូម៉ុងនិងម៉ារ៉ុកជាដើមដោយឡែកជប៉ុនក៏សម្លឹងឃើញដែរធ្យូងថ្មនិងដែកច្រើនសន្ធឹកសន្ធាប់របស់អូស្ត្រាលីគឺការទូតធម្មពលនេះហើយបូកបន្ថែមនឹងបំណងរួមគ្នាចង់ឲ្យអាមេរិកមកលូកដៃកប់ជ្រៅក្នុងបញ្ហាអាស៊ីដែលធ្វើឲ្យទីក្រុងតូក្យូនិងទីក្រុងកុងបេរ៉ាខិតជួលជិតគ្នាកាន់តែគៀបើនិយាយពីអាមេរិកឡាទីនវិញជប៉ុនមានទំនាក់ទំនងតិចតួចជាមួយបណ្ដាប្រទេសនៃទ្វីបមួយនេះនៅក្នុងទសវត្សរ៍ទី80ដើមដំបូងទីក្រុងតូក្យូដែលកាលនោះកំពុងខ្វះពលករសម្លឹងឃើញសហគមន៍ជប៉ុននៅក្នុងប្រទេសប្រេស៊ីលគឺសុទ្ធសឹងជាជនជាតិជប៉ុនដែលបានជួលទៅរស់នៅក្នុងប្រទេសអាមេរិកឡាទីនមួយចំនួននៅពាក់កណ្ដាលទសវត្សរ៍ទី20ក្រោយពីសហរដ្ឋអាមេរិកបានបិទទ្វារឈប់ទទួលជនអន្តោប្រវេសន៍អាស៊ីនៅឆ្នាំ1924រួចមកនយោបាយទាក់ទាញពលករអាមេរិកឡាទីនដែលមានដើមកំណើតជាជប៉ុនឲ្យមកធ្វើការនៅក្នុងប្រទេសជប៉ុនត្រូវបានអនុវត្តខ្លាំងនៅក្នុងទសវត្សរ៍ទី90អញ្ចឹងបានជាជប៉ុនកាលនោះក្លាយជាប្រទេសផ្ដល់ជំនួយអភិវឌ្ឍធំជាងគេដល់ប្រេស៊ីលអាហ្សង់ទីនឈីលីនិងប៉េរូជាង10ឆ្នាំចុងក្រោយនេះជប៉ុនឲ្យតម្លៃខ្លាំងឡើងដល់ទ្វីបអាហ្វ្រិកជាស្ដែងនៅឆ្នាំ2000ទ្វីបអាហ្វ្រិកទាំងមូលទទួលបានប្រាក់ប្រមាណតែ 10% ប៉ុណ្ណោះនៃកញ្ចប់ថវិកាជំនួយអភិវឌ្ឍទាំងស្រុងរបស់ជប៉ុនតួលេខកើនឡើងដល់ 36.7% នៅឆ្នាំ2012មិនតែប៉ុណ្ណោះចាប់ពីពេលនេះតទៅអាហ្វ្រិកក្លាយជាទីកន្លែងដែលនាយករដ្ឋមន្ត្រីជប៉ុនទៅបំពេញទស្សនកិច្ចជាស្ដែងនៅខែមករាឆ្នាំ2013ប្រមុខរដ្ឋាភិបាលជប៉ុនបានទៅកាន់កូតឌីវ៉ាម៉ូហ្សាំប៊ីកនិងអេត្យូពីតាមមើលទៅជប៉ុនប្រហែលជាចង់ប្រជែងនឹងចិនដែលបាននឹងកំពុងបន្តបង្កើនវត្តមានរបស់ខ្លួននៅក្នុងទ្វីបអាហ្វ្រិកដើម្បីប្រជែងនឹងចិនជប៉ុនខិតខំទាក់ទងបារាំងដែលចាត់ទុកអាហ្វ្រិកថាជាដែនអំណាចរបស់ខ្លួនឲ្យជួយបើកផ្លូវនិងជួយចង្អុលផ្លូវត្បិតជប៉ុនខ្លួនឯងគ្មានទាល់តែសោះប្រពៃណីទូតនិងបណ្ដាញនយោបាយនៅក្នុងទ្វីបមួយនេះដោយឡែកជំនួយអភិវឌ្ឍរបស់ជប៉ុនក៏បាញ់តម្រង់ដែរទៅកាន់បណ្ដាប្រទេសកោះមួយចំនួននៅក្នុងមហាសមុទ្រអាត្លង់តិកមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រឥណ្ឌាបណ្ដាប្រទេសកោះតូចៗទាំងនេះគឺជាអ្នកគាំទ្រជប៉ុននៅអង្គការសហប្រជាជាតិជួបកំភ្លេចថាដោយសារតែបណ្ដាប្រទេសកោះទាំងនេះជប៉ុនក្លាយជាប្រទេសដែលជាប់ឆ្នោតញឹកញយជាងគេធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខជប៉ុនក៏តែងតែជំរុញឲ្យបណ្ដាប្រទេសកោះតូចៗទាំងនេះជួយខ្លួនក្នុងការទាមទារឲ្យលើកចេញនៅបម្រាមហាមមិនឲ្យនេសាទត្រីបាឡែនកាលពីនេះប្រទេសដ៏ធំមួយដែលទទួលបានជំនួយអភិវឌ្ឍពីជប៉ុនជាយូរយារណាស់មកហើយគឺទូគីមិនតែប៉ុណ្ណោះនៅឆ្នាំ2013នាយករដ្ឋមន្ត្រីជប៉ុនបានទៅបំពេញទស្សនកិច្ចចំនួន2ដងនៅក្នុងប្រទេសមួយនេះដែលគេចាត់ទុកថាជាដែនដីទ្រនាប់រវាងទ្វីបអឺរ៉ុបនិងទ្វីបអាស៊ីចិត្តដ៏ទូលាយរបស់ជប៉ុនចំពោះទូគីមិនមែនចៃដន្យឡើយទី1ពីព្រោះទូគីជាប្រទេសយុទ្ធសាស្ត្របានន័យថាប្រទេសមួយនេះ
តែងតែដើរតួនាទីជាអ្នកសម្របសម្រួលនិងមានទម្ងន់ខ្លាំងនៅក្នុងតំបន់មជ្ឈមបូព៌ាដ៏សែនពុះកញ្ជ្រោលនិងដែលសម្បូរទៅដោយប្រេងកាតទី2ជូគីតាមរយៈភូមិសាស្ត្ររបស់ខ្លួនអាចបិទច្រកមិនឲ្យនាវាចម្បាំងរុស្ស៊ីចេញពីសមុទ្រខ្មៅចូលមកសមុទ្រមេឌីទែរ៉ាណេបានត្រង់នេះជប៉ុនអាចទាញប្រយោជន៍យោធាពីជូគីសម្រាប់អាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននិងដែលមកទល់សប្តាហ៍មិនសូវមានទំនាក់ទំនងល្អជាមួយជូគីទេ